ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខគឺយើងសម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូកគ្រឿងផ្សំមានដូចជាគ្រឿងបុកប្រហុកខ្ទឹមសាច់ឆ្អឹងជំនីជ្រូករះព្រៅត្រប់ស្រួយតបមកគឺយើងដាក់ប្រេងសណ្ដែកដើម្បីយើងបំពងខ្ទឹមសដែលយើងបានចិញ្ច្រាំហើយហ្នឹងដើម្បីវាកាត់មានរសជាតិកាន់តែឈ្ងុយពេលយើងបំពងចាប់ដើមមកក្រហមហើយគឺយើងចាប់ដើមបងគ្រឿងបុកដែលយើងបានបុកហើយហ្នឹងបុកឲ្យយើងច្បល់ចូលឲ្យសព្វមកឲ្យវាស្ងួតល្អចានៅពេលដែលយើងច្បល់ហើយស្ងួតល្អហើយគឺយើងចាប់ដើមបងឆ្អឹងជំនីជ្រូកមកហើយយើងចាប់ដើមមកដាក់គ្រឿងទេសរបស់យើងតែកន្លែងនេះនឹងខ្ញុំថតអត់ទាន់ថតបានចុះតែទឹកត្រីអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយគ្រឿងផ្សំវាមានអីខ្លះមានអំបិលទឹកត្រីរ៉ឺឌីស្ករប៊ីចេងយើងដាក់លេលោកទៅតាមមុខម្ហូបសម្លរបស់យើងនឹងមកជាមួយនឹងសាច់ហើយយើងដាក់ប្រហុកចិញ្ច្រាំដែលយើងបានចិញ្ច្រាំហើយហ្នឹងដាក់យើងច្បល់ឲ្យសព្វជាមួយនឹងឆ្អឹងជំនីជ្រូករបស់យើងនឹងមកចាមុខម្ហូបមួយនេះគឺមានរសជាតិឆ្ងាញ់មែនតើបងអូនបន្ទាប់មកគឺយើងចាប់ផ្ដើមធ្វើការដាក់ដាំទឹកឲ្យយើងស្រង់យើងដាក់ម្ជូរហើយនៅពេលសម្លយើងពុះគឺយើងចាប់ផ្ដើមស្រង់ពពុះចេញកុំទុកឲ្យមានពពុះយើងស្រង់ចេញមកដើម្បីយើងចាប់ផ្ដើមបង់ត្រប់ស្រួយរបស់យើងហ្នឹងចាយើងបង់ត្រប់ស្រួយយើងហើយយើងទុកឲ្យវាមករំពុះសិនមុខម្ហូបនេះគឺមានរសជាតិឆ្ងាញ់ហើយប្លែកដោយសាររដងនេះខ្ញុំធ្លាប់តែស្លម្ជូរគ្រឿងដាក់តកួនរហូតដល់ឥឡូវយើងដូរមុខដូរបន្លែយើងដាក់ត្រប់ស្រួយហើយយើងលាយជាមួយនឹងម្រះព្រៅចាដល់វាយើងបង់ម្រះព្រៅទៅគឺវាមានរសជាតិប្លែកវាឈ្ងុយវាកាន់តែឈ្ងុយជាងមុនរដងយើងអត់ដាក់នៅពេលដែលយើងបង់ម្រះព្រៅទៅវាបង្កើនរសជាតិចាយើងបង់ម្រះព្រៅហើយគឺសម្លយើងចាប់ផ្ដើមឆ្អិនហើយនៅពេលនេះនាងខ្ញុំចាប់ផ្ដើមធ្វើការរៀបចំដើម្បីដួសញ៉ាំហើយចាយើងរៀបចំរួចហើយយើងធ្វើការញ៉ាំដើម្បីអ៊ំពូមីងបងប្អូនទាំងអស់គ្នាទេសនាមើលថាឆ្ងាញ់តំណងទំនេរអ៊ំពូមីងធ្វើញ៉ាំទៅអត់ខកបំណងទេអូយឆ្ងាញ់មែនតើនេះហើយងាយជាមួយម្ទេសក្តៅម្ទេសហើយនៅសម្លក្តៅក៏ហល់កាហាយមានរសជាតិកាន់តែឆ្ងាញ់ហ្មងព្រោះថាខ្ញុំចូលចិត្តហឹលអញ្ចឹងញ៉ាំអីអត់មានម្ទេសគឺដូចខ្វះអីម្យ៉ាងអញ្ចឹងចាឆ្ងាញ់ណាស់អ៊ំពូមីងតនេយើងធ្វើញ៉ាំទាំងអស់គ្នាចាដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតឆ្កាញ់ណាស់អស់បាយពីចានហ្មងម្ហូបនេះថាមុខម្ហូបចុះបាយដល់វគ្គប្តីគាត់ញ៉ាំហើយនេះគាត់ខ្ញុំសួរគាត់ឆ្ងាញ់អត់គាត់ថាឆ្ងាញ់ហើយគាត់ថាថតគាត់ធ្វើអីគាត់អៀនអរគុណច្រើនអ៊ំពូមីងសម្រាប់ការទេសនាហេងទាំងអស់គ្នា